មានសំណួរច្រើនបានសួរថាហេតុអីបានជាយើងគួរកាត់មេឬតាក់តែងមេតបៃហើយនៅពេលដែលយើងកាត់មេវាអញ្ចឹងតើវារស់ដែរអត់អ្នកដាំតបៃភាគច្រើនគាត់ស្ដាយដើមមិនចង់កាត់ចោលទេប៉ុន្តែគាត់ដឹងទេថានៅពេលដែលទុកដើមទាំងមូលនាំឲ្យមេវាស្ដុកហើយប្រតិគ្នាធ្វើឲ្យពន្លឺព្រះអាទិត្យចូលទៅប៉ះដងដើមបានតិចដឹងហើយថាមេតបៃលូតលាស់លឿននិងកាន់តែវែងហើយខ្ពស់ទៅដែលធ្វើឲ្យយើងពិបាកក្នុងការថែទាំនិងបេះផ្លែហើយមួយវិញទៀតផ្លែទាំងនោះនឹងកាន់តែតូចទៅដោយសារតែនៅពេលដែលយើងអត់កាត់មេចាស់ចោលដើមតបៃមិនសូវបានបញ្ចេញនៅពន្លកនិងមេថ្មីវាមិនសូវបានបញ្ចេញនៅផ្កានិងផ្លែដែលសារធាតុចិញ្ចឹមភាគច្រើនអត់បានបញ្ជូនបំពន់ទៅផ្លែទេគឺបញ្ជូនបំពន់ទៅដងដើមជំនួសវិញធ្វើឲ្យដើមតបៃត្រូវការទឹកនិងជីកាន់តែច្រើនទៅធ្វើឲ្យដើមតបៃងាយឆ្លងជំងឺដោយសារតែដើមវាកាសពេកអត់សូវមានខ្យល់ចេញចូលរួមបង្កើតជាបរិយាកាសហប់ហើយសើមជាហេតុទោសជំងឺពិសេសពពួកជំងឺផ្សិតដែលឆ្លងពីដើមមួយទៅដើមមួយយ៉ាងឆាប់រហ័សហើយមួយវិញទៀតនៅពេលដែលដើមក្រាស់ពពួកសត្វល្អិតចង្រៃវាចូលទៅនៅហើយស៊ីបំផ្លាញដែលធ្វើឲ្យខូចខាតផ្លែនិងទិន្នផលដូច្នេះហើយការតាក់តែងមេគឺពិតជាសំខាន់មែនទែនបងប្អូនអាចសាកធ្វើដោយខ្លួនឯងតែកុំភ្លេចចុច like និង follow page ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត